បាទជំរាបសួរនឹងសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំយកវីដេអូគួរឲ្យចង់ស្រក់ទឹកមាត់មួយមកបង្ហាញបងប្អូនទស្សនាកំសាន្តបាទគឺចៀនត្រីក្រាញ់ជាមួយនឹងទឹកជ្រលក់ពេញប៉ោះបងប្អូនបាទជាដំបូងគឺយើងត្រូវលាងត្រីឲ្យស្អាតឲ្យជ្រះជាតិងិលសិនបងប្អូនគឺយើងលាងដោយប្រើអំបិលច្របាច់វាឲ្យដើម្បីឲ្យវាងាយស្រួលនឹងជ្រះលម្អិលវាបងប្អូនហើយយើងបន្ទាប់មកយើងចាក់ទឹកលាងវាមួយសាទៀតទៅស្អាតហើយបងប្អូនបាទយើងលាងទឹកគឺមិនមែនលាងតែមួយទឹកទេបងប្អូនគឺយើងជំរះចុះជំរះឡើងវា2 3ទឹកទៅឲ្យវាស្អាតល្អបងប្អូនបាទបន្ទាប់ពីយើងលាង2 3ទឹកទៅឃើញថាជ្រះនឹងល្អហើយយើងក៏ចាប់ដើមស្រង់វាឲ្យស្រស់ទឹកមកបងប្អូនហើយបន្ទាប់មកយើងក៏ដាក់តាំងខ្ទះឲ្យដាក់ខ្លាញ់ឲ្យក្តៅមកបងប្អូនដាក់ខ្លាញ់ទាំងច្រើនតិចមកបងប្អូនហើយបន្ទាប់មកខ្លាញ់ក្តៅហើយយើងក៏ចាប់ដើមដាក់ត្រីចូលមកបងប្អូនបន្ទាប់ពីយើងទឹកប្រែចុះប្រែឡើងឃើញថាត្រីឆ្អិនល្អហើយយើងក៏ស្រង់ត្រីដាក់ឲ្យស្រស់ខ្លាញ់ល្អមកបងប្អូនស្រង់ត្រីដាក់ចានមកឃើញត្រីពណ៌ស្រស់ស្អាតគួរចង់ហូបទេបងប្អូនឡើងលឿងទុំមកបងប្អូនហើយបន្ទាប់ពីយើងស្រង់ត្រីដាក់ចានរួចហើយយើងក៏ចាប់ដើមត្រៀមម្ទេសខ្ទឹមហាន់ខ្ទឹមដើម្បីធ្វើទឹកជ្រលក់ជាមួយពេញប៉ោះបងប្អូនបាទទឹកជ្រលក់ពេញប៉ោះស្ទាយរបស់ខ្ញុំគឺពេលនេះអត់មានបុកទេបងប្អូនគឺយើងប្រើហាន់ម្ទេសហាន់ខ្ទឹមហាន់ពេញប៉ោះគឺប្រើហាន់ទាំងអស់ហើយយើងមិចចូលគ្នាទៅបងប្អូនបាទជាជំហានដំបូងនោះគឺយើងហាន់ម្ទេសខ្ចីបងប្អូនហាន់ជាកង់ជាកណាត់ខ្លីៗមកមកបងប្អូនហាន់រៀងច្រើនតិចមកបាទបងប្អូនចូលចិត្តហឹលក៏ហាន់ឲ្យច្រើនទៅបានមិនចូលចិត្តហឹលទេក៏រមមទៅតាមនឹងទៅបានហើយបងប្អូនហើយបន្ទាប់ពីយើងហាន់ម្ទេសបាទការដែលយើងហាន់ម្ទេសហាន់ខ្ទឹមរបៀបនេះគឺវាចំណាយរយៈពេលយូរបន្តិចតែធ្វើឲ្យទឹកជ្រលក់របស់យើងឃើញមានសម្រស់ស្រស់ស្អាតបងប្អូនយើងអត់ដូចបុកលឿនក៏ប៉ុន្តែវាអត់មើលទៅអត់សូវស្អាតអត់សូវទំនងបងប្អូនបាទគឺខ្ញុំហាន់ម្ទេសរៀងច្រើនបន្តិចព្រោះឲ្យចូលចិត្តហឹលបើអត់ហឹលអត់ឆ្ងាញ់បងប្អូនអញ្ចឹងហើយយើងត្រូវប្រើម្ទេសរៀងច្រើនបន្តិចយូរនឹងហាន់ម្ទេសហ្នឹងហើយបងប្អូនហើយបន្ទាប់ពីយើងហាន់ម្ទេសរួចរាល់ហើយបងប្អូនយើងក៏ហាន់ចាត់ខ្ទឹមក្រហមបងប្អូនខ្ទឹមក្រហមយើងចាត់ជាចំណិតប្រទេសស្ដើងមកបងប្អូនហើយបន្ទាប់ពីយើងចាត់ខ្ទឹមក្រហមខ្ទឹមអីរួចរាល់អស់ហើយយើងក៏ចាប់ផ្ដើមខ្ទឹមសម្ដងបងប្អូនខ្ទឹមសយើងមិនបាច់ចាត់ក៏បានដែរបងប្អូនព្រោះអីវាទូចចឹងយើងពិបាកចាត់ចឹងយើងដំវាឲ្យច្រាំវារៀងល្អិតតិចមកបាទសូមអភ័យទោសខ្ញុំភ្លេចរៀបរាប់គ្រឿងផ្សំដែលយើងត្រូវធ្វើទឹកជ្រលក់ពេញប៉ោះហ្នឹងគឺមានម្ទេសមានខ្ទឹមសខ្ទឹមក្រហមហើយនឹងពេញប៉ោះស្លឹកជីស្លឹកខ្ទឹមបងប្អូនហើយនឹងក្រូចឆ្មាបាទគឺគ្រឿងកៅទាំងអស់មានប៉ុណ្ណឹងបាទពីឯចំណែកទឹកត្រីប៊ីចេងស្ករអីហ្នឹងយើងមិនបាច់រៀបរាប់ក៏បានដែរព្រោះអីយើងត្រូវតែប្រើស្រាប់ហើយរបស់ហ្នឹងបងប្អូនគឺខាតមិនបានទេបងប្អូនបាទខ្ទឹមក្រហមគឺយើងហាន់វារបៀបនេះមកបងប្អូនចំណិតស្ដើងចឹងមកងាយស្រួលយើងច្របល់ទៅវាចូលជាតិគ្នាល្អបងប្អូនហើយឯខ្ទឹមសយើងដំចឹងមកដំឲ្យត្រាំវារៀងល្អិតតិចមកបងប្អូនព្រោះអីខ្ទឹមសវាទូចចឹងយើងហាន់ពិបាកយើងដំចូលតែម្ដងទៅងាយស្រួលជាងបាទម្ទេសខ្ទឹមសខ្ទឹមក្រហមយើងបានរៀបចំរួចជាស្រេចអស់ហើយនៅតែដល់វគ្គយើងហាន់ពេញប៉ោះម្ដងចាត់ពេញប៉ោះម្ដងបងប្អូនយើងពេញប៉ោះក៏យើងចាត់របៀបដូចជាខ្ទឹមក្រហមយ៉ាងដែរបងប្អូនចាត់វាពុះជាពីរហើយចាត់កាត់ទៅតឹងវាស្ដាងបាទពេញប៉ោះហ្នឹងគឺយើងហាន់របៀបនឹងគ្រប់ផ្លែទៅបងប្អូនគឺពេញប៉ោះយើងប្រើច្រើនផ្លែមែនទែនយើងធ្វើជ្រក់ពេញប៉ោះនេះត្រូវការពេញប៉ោះច្រើនបងប្អូនបាទបន្ទាប់ពីយើងហាន់ឬក៏ចាត់ពេញប៉ោះរួចរាល់ហើយហ្នឹងក៏មានមកមុខទៀតដែលខ្ញុំភ្លេចប្រាប់បងប្អូនគឺស្លឹកខ្ទឹមជាមួយនឹងស្លឹកជីបាទគឺយើងហាន់វាស្ដើងខ្លីៗបងប្អូនបាទស្លឹកជីហើយនិងស្លឹកខ្ទឹមនេះក៏យើងត្រូវការបរិមាណច្រើនផងដែរបងប្អូនដើម្បីបន្ថែមក្លិនឈ្ងុយរបស់ជ្រក់ពេជ្ររបស់យើងបងប្អូនបាទបន្ទាប់ពីយើងបានរៀបចំគ្រឿងក្រូវបានចាត់បានហាន់រួចរាល់សពគ្រប់បែបយ៉ាងហើយយើងក៏ដាក់ចូលគ្នានឹងចានធំមួយមកបងប្អូនហើយបន្ទាប់មកយើងក៏ចាប់ដើមផ្សំគ្រឿងបងប្អូនមានដូចជារ៉ូឌីទឹកត្រីហើយនឹងស្ករប៊ីចេងអញ្ចឹងទៅបងប្អូនហើយតាមទៅចំណង់ចំណូលចិត្តយើងចូលចិត្តបែបណាក៏ដាក់តាមនឹងទៅបងប្អូនបាទនៅពេលដែលយើងផ្សំគ្រឿងក្រូវមានទឹកត្រីស្ករប៊ីចេងរួចរាល់ហើយយើងក៏ចាប់ដើមច្របល់កូរឲ្យវារលាយស្ករប៊ីចេងចូលគ្នាមកបងប្អូនហើយបន្ទាប់មកយើងក៏ភ្លក់រសជាតិមើលទៅបងប្អូនតើសមរមមនឹងអាចទទួលយកបានហើយឬនៅបងប្អូន
បាទបន្ទាប់ពីយើងភ្លក់រសជាតិឃើញថាល្មមសមគួរសពគ្រប់បែបយ៉ាងអស់ហើយយើងក៏ចាប់ផ្ដើមរោយស្លឹកខ្ទឹមហើយនិងស្លឹកជីពីលើដែលយើងបានហាន់បាទជាលើកចុងក្រោយជាចុងក្រោយបងប្អូនបាទវិធីចៀនត្រីនិងធ្វើជ្រក់ពេញប៉ោះគឺមានតែប៉ុណ្្នឹងឯងបងប្អូនយល់ឃើញដល់យ៉ាងណាដែរទំនងហូបដែរទេបងប្អូនបាទសូមអរគុណបងប្អូនដែលតាមដានទស្សនាវីដេអូនេះតាំងពីដើមរហូតដល់ចប់ហើយសូមឲ្យបងប្អូនរកទទួលទានមានបាននិងសម្រេចគោលដៅគ្រប់គ្នានៅក្នុងក្រុមគ្រួសារបាទសូមអរគុណសូមជម្រាបលាជួបគ្នានៅវីដេអូក្រោយជាបន្តទៀតបាទកុំភ្លេច comment រិះគន់ល្អឬមិនល្អយ៉ាងណានៅខាងក្រោមវីដេអូម្នាក់មួយផងបងប្អូនបាទសូមអរគុណ